ចាអ្នកជំងឺរបស់អ្នកគ្រូលើកនេះជួបប្លែកទៀតហើយចាអញ្ចឹងគាត់មានទឹកដក់នៅក្នុងស្បូនចាគាត់មកមើលអេកូជាមួយខ្ញុំមុននឹងគាត់សម្រេចចិត្តធ្វើ embryo transfer លើកទី2អញ្ចឹងនៅពេលដែលខ្ញុំមើលអេកូទៅនេះឃើញទឹកដក់នៅក្នុងស្បូនទឹកដក់ខ្មៅខ្មៅហ្នឹងគឺជាទឹកដក់នៅក្នុងស្បូនចានៅថ្ងៃទីចា14នៃរដូវប្រវត្តិរបស់អ្នកជំងឺហ្នឹងគឺគាត់សម្រាប់កូនទី1ដែលវះកាត់កូនទី2ចាកូនគាត់អត់សូវល្អអញ្ចឹងគាត់ក៏ធ្វើរំលូតកូនហ្នឹងនៅប្រទេសថៃហើយគេបូមសម្អាតហើយគាត់3ខែក្រោយគាត់មានអារម្មណ៍ថាគាត់នៅចាញ់កូនគាត់ក៏ទៅមើលអេកូទៅឃើញកូនហ្នឹងគឺនៅក្នុងស្បូនដដែលហើយគាត់ក៏បានធ្វើការតវ៉ាទៅគ្រូពេទ្យនៅប្រទេសថៃគាត់អះអាងថាគាត់ហ្នឹងគឺសម្អាតកូនហើយហេតុអីបានត្រូវឃើញកូនមួយទៀតអញ្ចឹងណាចាអញ្ចឹងជាក់ស្ដែងគ្រូពេទ្យនៅប្រទេសខ្មែរហ្នឹងក៏បូមសម្អាតកូនដែលគាត់មើលឃើញហ្នឹងមួយទៀតចាហើយអ្វីអស្ចារ្យដែលអ្នកគ្រូរកឃើញហ្នឹងគឺថាគាត់ហ្នឹងគឺមានចាប្រហោងស្បូន2គាត់មានដុំស្បូនមួយហើយគាត់មានប្រហោងស្បូន2បានន័យថាអ៊ុយទ្រីសរបស់គាត់ហ្នឹងមានកាវីតេ2ចា orifice 2នេះអញ្ចឹងពេលយើងមើលទៅកាវីតេ1គឺមានដក់ទឹកកាវីតេមួយទៀតអត់មានដក់ទឹកទេចាសាច់ស្បូនចាស្ងួតល្អអញ្ចឹងខ្ញុំក៏បានសួរគាត់ទៅវិញថាបងគ្រូពេទ្យមុនដែលវះកូនឲ្យបងឬក៏សម្អាតស្បូនឲ្យបងគេមានប្រាប់បងថាបងមានស្បូនព្រែក2ហ៎ចាដល់ពេលខ្ញុំសួរអញ្ចឹងហើយបានគាត់សារភាពប្រាប់ថាចាគាត់ពិតជាមានស្បូនដែលមានប្រហោងស្បូន2មែនអញ្ចឹងបានន័យថាកាលពីគ្រូពេទ្យថ្មីធ្វើសម្អាតស្បូនឲ្យគាត់នឹងការដាក់គឺនៅចំប្រហោងស្បូនដែលអត់មានកូនហើយកតិកទីដែលបូមបាននឹងគឺជាកតិកទីស្រទាស់ប្រដៅអង់ដូម៉ែតដែលមាននៅក្នុងថតស្បូនមួយទៀតហើយចំពោះថតស្បូនមួយទៀតដែលមានកូននឹងគឺចៃដន្យអីដាក់តយោទៅអត់ចំថតស្បូនមួយនឹងទេករណីដូចគាត់នេះគឺជាករណីកម្រចំពោះស្ត្រីដែលមានចាប្រហោងស្បូន2ហើយក៏ជារឿងមួយដែរពេលខ្លះគ្រូពេទ្យត្រូវការរោគវិនិច្ឆ័យឲ្យច្បាស់លាស់ចាហើយពេលខ្លះគឺវាត្រូវការពេលវេលាដើម្បីពិនិត្យឲ្យបានជាក់លាក់ដោយករណីគាត់អញ្ចឹងពេលគាត់ជួបខ្ញុំនៅអាទិត្យទី1ខ្ញុំអត់ដឹងថាគាត់នឹងមានប្រហោងស្បូន2ទេដោយសារប្រហោងស្បូនគាត់គឺស្ងួតទាំងពីរចាដល់ពេលចូលអាទិត្យទី2មួយជាងមានទឹកដក់មួយជាងមួយទៀតស្ងួតនេះឲ្យទីធ្វើចំណាប់អារម្មណ៍ឲ្យខ្ញុំទាញទៅសួរគាត់វិញព្រោះករណីដែលមានប្រហោងស្បូន2ហ្នឹងពេលខ្លះមានតែគ្រូពេទ្យដែលគាត់ធ្លាប់ធ្វើគេហៅថាចាវះកាត់ឲ្យគាត់ដែលគ្រូពេទ្យបានឃើញនឹងភ្នែកផ្ទាល់ថាប្រហោងស្បូនគាត់ហ្នឹងចាមានរូបរាងលក្ខណៈបែបម៉េចពេលខ្លះអេកូក៏ធ្វើការវិនិច្ឆ័យអត់ត្រូវដែរចំពោះករណីអ្នកដែលមានចាប្រហោងស្បូន2ចាអញ្ចឹងភាពមិនប្រក្រតីរបស់ស្បូននេះគឺមិនមែនមានតែប្រហោងស្បូន2ទេដែលហៅកាវីតេ2ទេណាមានអ្នកខ្លះមានស្បូន2តែម្ដងអញ្ចឹងអ្នកខ្លះស្បូន2ទៀតនៅពេលដែលស្បូន2មាត់ស្បូន1កាលណាមានករណីរំលូតកូនឬក៏យកកូនចេញហើយយើងដាក់ទៅយកទៅចូលក្នុងស្បូនដែលអត់មានកូនយើងបូមបានតែកោសិកាសន្ទាប់រដូវខ្លះទេតែមិនបានកោសិកាកូនមកទេអញ្ចឹងជាករណីមួយដែលពិបាកចាហើយមានពេលខ្លះក៏ការធ្វើរោគវិនិច្ឆ័យហ្នឹងអាចនឹងពិបាកចំពោះគ្រូពេទ្យដែរករណីដែលកម្រជួបអញ្ចឹងណា